bà đam tranh pi bà sầm rạp cái lá co từng pi grom bà vừa đầm nào đã tranh một lứa tì liên bà vil smile bỏ bị tông cháy bàในក្នុងគុកឡាឋានជាតិអូឡ িম্প ិកកម្ពុជាbàជំនួបមិត្តភាពbàកម្ពុជាbàជាមួយនឹងអារូបាbàកញ្ចែរបស់លោកអញ្ញាកណ្ដាលbàបន្លឺឡើងចាប់ផ្ដើមការប្រកួតបាទនៅក្នុងវគ្គទី1ដែលបាល់កែចេញពីជើងបាទរបស់ក្រុមជម្រើសជាតិកម្ពុជាត្រង់ចំណុចនេះការសុទ្ធបាទពីខាងអារូបាបាទកីឡាករលេខ9បាទគឺ Grothoson បាទសុទ្ធមួយជើងពីចម្ងាយបាទបាល់ផ្លងមកបាទប៊ីសទៅនឹងចូលប៉ុន្តែអ្នកចាំទីវិរៈតារ៉ាបាទសគ្រូបានចំណុចនេះហើយបាទគឺបាល់ចំណេញបាល់ជ្រុងរបស់អារូបាបាទតែបញ្ចូលទីបានសម្រេចបាទជាគ្រាប់បាល់នាំមុខមួយគ្រាប់មុនបាទត្រឹមតែនាទីទី3តែប៉ុណ្ណោះបាទរូបាដែលមានឯកសណ្ឋានពណ៌លឿងបាទគឺបើកគ្រាប់បាល់បាទនាំមុខបាទទៅលើកម្ពុជាមុនបាទខណៈដែលម្ចាស់ផ្ទះកម្ពុជាបាទគឺប្រើឯកសណ្ឋានពណ៌បាទខៀវចាស់បាទត្រង់នេះការសុទ្ធវាយបកវិញបាទពីកម្ពុជាដោយធ្វើជើងរបស់បាទយូដៃអូហ្កាវ៉ាបាទអ្នកចាំទីផ្ទះចេញហើយថែមពីក្រោយបាទដោយអាប់ឌើលខាដឺក៏អ្នកចាំទីបាទអាចសង្គ្រោះបានបាទត្រង់ចំណុចនេះបាទជាគ្រាប់បាល់ទី2របស់រូបាបាទជាការតែបញ្ចូលទីបាទរបស់កីឡាករអូស្ទីណាបាទនៅនាទីទី11បាទយើងមើលចំណុចនេះបាទសុទ្ធសឹងតែជាបាល់ខាងលើបាទទាំងគ្រាប់ទី1និងគ្រាប់ទី2ដែលរូបាបាទរកបានបាទសម្រាប់ការនាំមុខបាទទៅលើកម្ពុជារបស់យើងបាទការលូតតែតបាទបានយ៉ាងល្អបាទនៅចុងម៉ោងនៅវគ្គទី1បាទខាងកម្ពុជារបស់យើងបាទតាមរយៈបាទនីតូបាទក៏មានឱកាសបាទសុទ្ធមួយជើងសម្ដៅទីដែរបាទប៉ុន្តែមិនចំគោលដៅទេបាទកឹបស្ដាំបាទហើយក៏ទាញសុទ្ធឆ្វេងបាទធ្វើឲ្យបាល់នេះបាទគឺខុសគោលដៅបាទក្រោយមកទៀតបាទដេលខាដឺក៏មានឱកាសបាទតែបាទប៉ុន្តែក៏រំលងរបាល់ទីឡើងទៅខាងលើបាទមិនទាន់អាចរកគ្រាប់បាល់បានទេបាទលឹមពីសុទ្ធបាទក៏លោតទៅដែរបាទចាប់ការប្រកួតវគ្គទី1បាទរូបានាំមុខលើកម្ពុជាបាទលទ្ធផល2-0មកដល់សនបាទរួមទាំងមានកាតក្រហមមួយផងដែរបាទមកដល់វគ្គទី2បាទរូបាកែបាល់វិញម្ដងបាទក្រុមភ្ញៀវបាទមកពីតំបន់កោះ Caribbean បាទមានឱកាសបាទសុទ្ធត្រង់ចំណុចនេះបាទប៉ុន្តែអ្នកចាំទីវិរៈតារ៉ាបាទសង្គ្រោះបាល់នេះបានបាទផ្ទះចេញបានយ៉ាងល្អបាទសម្រាប់ការសង្គ្រោះបាទមួយបាល់នេះបាទពីវិរៈតារ៉ាបាទហើយកម្ពុជាមានបាល់ free kick បាទពី Nick Tyler បាទលើកមកត្រង់ចំណុចនេះបាទនីតូហើយក៏ព្យាយាមសុទ្ធបាទមិនបានល្អទេបាទពីសារិតគ្រីយ៉ាបាទបាល់ធ្លាក់មុខទីបាទកែតែទម្លាក់មកបាទពីនីតូហើយសារិតគ្រីយ៉ាបាទគាត់អស់ចំហបាទឆ្កឹះរឿងស្រាលបន្តិចអ្នកចាំទីអាចចាប់បានបាទបន្តមកទៀតបាទត្រង់ចំណុចនេះបាទការវិលុករបស់កម្ពុជាឃើញថាមានច្រើនបាទតាមរយៈ Nick Tyler បាទអូចូលតំបន់គឺថ្នាក់ហើយក៏សុទ្ធឆ្វេងមួយជើងនេះបាទប៉ោងសំណាញ់ទីបានតែម្ដងបាទតាមពីក្រោយបាទនៅនាទីទី57បាទជាការបញ្ជូនបាទពី Abdel Kader បាទមានអ្នករត់ហែកបាទពីស្លាប់បាទគឺនេតូប៉ុន្តែបាទ Nick Tyler ជឿជាក់បាទលើជើងឆ្វេងរបស់ខ្លួនបាទគឺទីបំផុតបាទអាចសុខបាល់បញ្ជូនទីបានមែនបាទមួយគ្រាប់នេះបាទគឺជាមួយគ្រាប់បាទតាមពីក្រោយបាទសម្រាប់ក្រុមជម្រើសជាតិកម្ពុជាបាទនៅក្នុងវគ្គទី2ឱកាសផ្សេងទៀតបាទត្រង់ចំណុចនេះបាទការទាញសុទ្ធបាទនឹងតែតបន្ថែមបាទពីសៀងចន្ទាប៉ុន្តែការតែតនោះក៏រំលងបាទឡើងលើរបាទីបាទដែលស៊ីដានបាទគាត់សុទ្ធតែម្ដងបាល់នេះបាទហើយនៅឱកាសផ្សេងទៀតបាទចន្ទាបាទក៏សុទ្ធមួយជើងពីចម្ងាយត្រង់នេះអ្នកចាំទីបាទលោតផ្ទះបានយ៉ាងល្អបាទដោបាល់បាទមិនឲ្យចូលទេបាទសម្រាប់អ្នកចាំទីអារូបាបាទជាប្រធានក្រុមផងដែរបាទហើយនៅនាទីទី72បាទការតែត្រង់នេះបាទលើកបាល់ជ្រុងបាទសម្រាប់កម្ពុជា Nick Tyler ហើយបាទការតែបាទពីសារិតគ្រីយ៉ាបាទខ្សែការពាររូបនេះមានឱកាស2ដងទៅហើយបាទនៅក្នុងវគ្គទី2បាទការតែយ៉ាងល្អបាទចំគោលដៅប៉ុន្តែខ្សែការពារបាទគឺកាន់តែល្អថែមទៀតដែលអាចសង្គ្រោះបាល់នេះបានបាទចប់ការប្រកួតបាញាកដាផ្លុំកញ្ចែបាទគឺលទ្ធផលបន្សល់ទុកបាទគឺអារូបាបានយកឈ្នះរបស់ក្នុងជំនួបមិត្តភាពនេះ